ក្រៀមដណ្ដើមស្នេហ៍ក៏ចាប់ផ្ដើមកើតឡើងរវាងស៊ូហ៊ុនជាមួយនឹងសុងហ៊ុនដោយសារតែមិនចង់ឃើញហេតុការណ៍ច្រំដែរដូចជាអតីតអញ្ចឹងទៅដាអូនក៏សម្រេចចិត្តថាបំបីអ្នកទាំងពីរដោយហៅឲ្យស៊ូហ៊ុនហ្នឹងក៏ចូលទៅខាងក្នុងតែយើងគួរធ្វើអីពេលដែលគេហៅយើងទៅបន្ទប់តែពីរនាក់អញ្ចឹងប្រាប់មកស្រីឲ្យបងដឹងផងគុំទៅអីមិនយល់ចិត្តនួនល្អសុំគុំទៅអីដាអូនណារំម្ដងទុំបងចោជាបងប្រុសឬជាមិត្តឬសុំបងណាគិតបងជាសងសារប្រាប់ដំណើរមកមួយណាស្រួលលយបងកុំអន់ចិត្តថ្លៃចាប់ពីថ្ងៃនេះតទៅកុំប្រាខ្សែភ្នែកមើលអាចង្រៃនោះនៅពីមុខយើងទៀតចុះបើសិនជាខ្ញុំនិយាយថាទេនោះយើងនឹងសម្លាប់វាយើងនឹងសម្លាប់អាចង្រៃឈូសងយន្តនោះដោយដៃរបស់យើងផ្ទាល់បើសិនជាយល់ហើយគួរតែរៀបរឹកពីឲ្យល្អយល់ទេស៊ីនពេលដែលពីរនាក់ថាបគ្នាមុនហ្នឹងនៅក្នុងម៉ានហွာដែលខ្ញុំបានឃើញហ្នឹងគឺខ្ញុំឃើញថាសងហ៊ុនណាគឺឈរយំនៅមុខបន្ទប់ហ្នឹងឯងហើយខ្ញុំអត់ដឹងថាតើជីវិតពិតគឺប្រហែលជាអញ្ចឹងដែរមកទៅបន្ទាប់ពីបានឆ្លងកាត់រឿងដោយសារភ័យខ្លាយកម្មប្រយុទ្ធមិញមកហ្នឹងយើងក៏បានឃើញពួកគាត់ស្ថិតនៅក្នុងសភាពបែបហ្នឹងឯងយើងអត់ច្បាស់ណាថាតើពួកគាត់មានអីជាមួយគ្នាអត់ហើយប្រហែលជាអត់ទេមកទៅគ្មានខាងប្រុសណាមានអារម្មណ៍នៅពេលដែលខាងស្រីអត់មានអារម្មណ៍ឲ្យខ្លួនទេត្រូវអារម្មណ៍របស់ដាអូននៅពេលនេះគ្នាពិតជាតបប្រមាថខ្លាំងណាស់គ្រាន់តែដើរចេញមកដល់ខាងមុខបន្តិចទេក៏ឃើញថាសងហ៊ុនហ្នឹងគឺនៅមុខហ្នឹងនិយាយទៅគឺបានតែផ្ទះសោះកម្មប្រយុទ្ធមិញដល់ពេលដែលកលេចឡើងទៅលើទៅក៏ឃើញថាស៊ូហ៊ុនកំពុងតែសម្លឹងមើលខ្លួនទៅត្រូវគេគម្រាមឲ្យការប្រយុទ្ធមិញបើសិនជាហ៊ានទៅពាក់ព័ន្ធជាមួយនឹងសុងហ៊ុនច្បាស់ជាស៊ូហ៊ុនណាគឺសម្រាប់សុងហ៊ុនចោលហើយនេះតើជំនួយការជុងអូខេអត់នេះតើមានរបបកន្លែងណាអត់វាមិនមែនជារឿងរបស់លោកទេខ្ញុំពិតជាបារម្ភខ្លាំងណាស់គឺខ្ញុំមិនអាចធ្វើអីបានទេតាំងប្រយុទ្ធមិញមកម្លេះបារម្ភចាំបាច់អីត្រូវបារម្ភពីខ្ញុំនោះក៏ដែលថាបានឃើញហេតុការណ៍ការពីម្សិលមិញមិនអញ្ចឹងឯងនោះហើយគឺជាខ្ញុំពិតវាគឺជាភាពជ្រួលជ្រើរបស់ខ្ញុំទៅលើលោកបើសិនជាមានណាគេម្នាក់បានចូលមកគឺខ្ញុំនឹងបោះបោលោកចោលភ្លាមទោះតទៅមុខមានរឿងនេះកើតឡើងក៏ខ្ញុំគង់តែដល់ដៃចោលលោកតតែហ្នឹងបានខ្វល់ទេគឺខ្ញុំនឹងរងចាំលោកគិតថាលោកអាចរងចាំបានដល់ពេលណាមួយខែមួយឆ្នាំអត់ទេយ៉ាងច្រើនប្រហែលជាពីថ្ងៃនេះឯងលោកក៏មិនខុសគ្នាអីជាមួយនឹងពួកគេទាំងអស់នោះមិនយល់មិនឆាប់ឲ្យលោកគង់តែបោះបង់គឺលោកអាចនឹងអស់ជំនឿមកលើខ្ញុំមិនបាច់ចាំខ្លាចបាត់បង់គេទៅយូរអីនៅពេលនេះណាគឺលោកអាចទៅបានហើយខ្ញុំនឹងមិនបោះបង់ទេគឺខ្ញុំនឹងតាមដល់ទីបញ្ចប់អីក៏កំសត់ម៉ែកំសត់ទាំងកូនស្រីគឺកំសត់ទាំងកូនប្រុសហ្មងណាខ្ញុំគឺជាអ្នកបញ្ចូលសលេងកន្លែងហ្នឹងគឺខ្ញុំខឹងចិត្តវាយកំភ្លើខ្លួនឯងឡើងជាប់បាតទឹកមុខរបស់ស៊ុយហាន់មើលទៅដូចជាមានការព្រួយបារម្ភច្រើនដែរហ្នឹងវាក៏ចំពេលល្អល្មមដោយសារតែសងហាន់វិញគឺបានវាក់ជាមួយនឹងស៊ុយហាន់ហើយឃើញគេចុះមកដល់ក្នុងចរយន្តភ្លាមក៏មើលមុខមើលក្រោយហើយក៏និយាយថាមើលទៅទឹកមុខរបស់ឯងដូចជាមិនបានគេងបានពូនសោះសងហាន់ណាក៏បានបកទៅវិញមើលទៅពួកយើងដូចជាមិនបានស្និទ្ធស្នាលគ្នាដល់ថ្នាក់សុខពីសុខទុកគ្នាអញ្ចឹងទេខាងណាគេក៏សូរីព្រោះតែឃើញថាការពីម្សិលមិញដូចជាឈានជើងហួសព្រំដែនគិតថាពួកយើងអាចនឹងស្និទ្ធស្នាលដល់ថ្នាក់ឯសុខពីសុខទុកគ្នាបានដែរតាមនុស្សដែលឈានជើងហួសព្រំដែនមិនមែនជាខ្ញុំទេតែគឺជាលោកនាយកស៊ូហ៊ុនក៏សួរទៅវិញថាតើឯងចង់ឃើញអ្វីដែលហួសព្រំដែនពិតប្រាកដអត់សងហ៊ុនក៏បកទៅវិញលោកនាយកមិនមែនមានកម្រិតចង់កបួយការឲ្យបុគ្គលិកនៅក្នុងការិយាល័យហ្នឹងណាពេលដែលធ្វើអីអត់បានអញ្ចឹងប្រហែលជាមានអារម្មណ៍ថាតបប្រមាលណាស់ហើយមើលទៅហើយខាងនោះវិញក៏ចាប់ផ្ដើមសើចហើយក៏និយាយថាតបប្រមាលអញ្ចឹងតែយើងគិតថាអ្នកដែលគួរតែមានអារម្មណ៍បែបហ្នឹងគឺជាឯងមិនមែនជាយើងទេមួយវិញទៀតមនុស្សដែលរស់នៅក្បែរដាអូនយូរជាងគេគឺជាយើងហើយក៏មិនមែនជាឯងដែរមានចៅអីជាមួយទេនេះអីគឺបង្ហាញឡើងច្បាស់តែម្ដងថា
កំពុងតែខ្លាចថាខ្លួនឯងគឺនឹងត្រូវបាត់បង់ដល់តែគេនិយាយចំចំណុចហ្នឹងក៏វាប៉ះចំចំណុចអាសោបរបស់គាត់ហើយបត់ជាមួយគេលេងហួយឲ្យបានធ្វើតែជេរគេពីក្រោយខ្នងហ្នឹងឯងលុះចូលមកដល់ក្រុមហ៊ុនដាអ៊ុនសុងហ៊ុនព្រមទាំងស៊ូហ៊ុនក៏កំពុងតែស្ដាប់ដាអ៊ុនហ្នឹងគឺកំពុងតែពណ៌នាអំពីការងារមួយក៏ក្រុមហ៊ុនរបស់គាត់ហ្នឹងឯងប្រហែលជាមិនបានយកចិត្តទុកដាក់ស្ដាប់ជាមួយនឹងការងារអីទេបានជាគាត់ហ្នឹងគឺបបួលដាអ៊ុនបន្ទាប់ពីចេញពីធ្វើការគឺទៅញ៉ាំអីជាមួយគ្នាពេលហ្នឹងដាអ៊ុនបានសម្លឹងមុខរបស់សុងហ៊ុនដាអ៊ុនអត់ទាន់បានឆ្លើយទេស៊ូហ៊ុនបានសម្លឹងឃើញសុងហ៊ុនកំពុងតែមើលដាអ៊ុនក៏បានទាញដាអ៊ុនមកចិត្តខ្លួនដើម្បីមកបញ្ឈឺគេក៏បាននិយាយបន្តណាថាមុនហ្នឹងគឺគាត់បានសួរមិនដែរគិតមិនដែរសម្រាប់រឿងហ្នឹងចាំនិយាយគ្នានៅពេលក្រោយណាហើយសុងហ៊ុនខ្ញុំមកគឺបានធ្វើតែក្តាប់ដៃមើលប្រុសផ្សេងអោបមនុស្សជាទីស្រឡាញ់របស់ខ្លួននៅចំពោះមុខស៊ូហ៊ុនបានបញ្ឈឺគេអញ្ចឹងនិយាយពីថាសប្បាយអគេនោះពេលនិយាយពិតមែនប៉ុន្តែភ្នែកវិញគឺសម្លឹងមើលទៅសុងហ៊ុនហើយនឹងដាអ៊ុនទេនិយាយទៅគឺគ្រាន់ហើយបញ្ចប់ការប្រជុំភ្លាមគឺសុងហ៊ុនរបស់ខ្ញុំក៏បានប្រមូលអាវ៉ារបស់គាត់ទៅប្រូចមើលពីណាគេការពិភាក្សាមុនសិតតែអីណាអូយអាណិតស៊ូហ៊ុនណាឥឡូវស៊ូហ៊ុនគួរអាណិតឬមកក៏គួរឲ្យសំពងសុងហ៊ុនណាគឺគ្នាមិនអាចលាក់ពីអារម្មណ៍ដែលគាត់ហ្នឹងគឺមិនសប្បាយចិត្តបានទេវាស្រស់ស្ដែងនឹងចំពោះមុខពេកណាតាណាគេណាធ្វើចិត្តបានបន្ទាប់ពីចេញពីធ្វើការសុងហ៊ុនហ្នឹងគឺនៅតែដើរតាមដាអ៊ុនរហូតរៀបនឹងហៅដាអ៊ុនទៅហើយស៊ូហ៊ុនហ្នឹងគឺមកទីដែរបាត់គេមកជាហ៊ានអត់បានហ្មងដាអូនណាគ្នាមិនទាំងដឹងថាសុងហ៊ុនហ្នឹងគឺដើរតាមគាត់ឡើងមួយថ្ងៃទៅហើយគ្នាគឺបានធ្វើតែទឹកភ្នែកអលិញអឡងដោយមិនអាចនិយាយអ្វីបានសូម្បីតែមួយម៉ាត់ក្នុងមួយភាគនេះពេញគឺខ្ញុំអាណិតកូនប្រុសខ្ញុំខ្លាំងណាស់ខ្លាំងដល់ថ្នាក់ឡើងចង់ខ្លោចចិត្តមកយើងងាកមកមើលពីអ្នកនេះវិញឥឡូវណាគឺគ្រាន់តែមកដល់ចុះពីលើឡានភ្លាមគឺស៊ូហ៊ុនគ្មានអីក្រៅពីទីមប្រយុទ្ធមកជក់ទេដាអូនណាបានសុំឲ្យស៊ូហ៊ុនគឺបញ្ឈប់អត់ទង្វើឈួតនឹងចោលទៅដោយតែបានឃើញចឹងថាគាត់ជាមួយជំនួយការជួអត់មានតកតងអីនឹងគ្នាទេហើយខណៈក៏បាននិយាយមកវិញធ្វើទឹកមកអញ្ចឹងឲ្យចង់ឲ្យគាត់ជឿខ្ញុំក៏មិនបានដើរជាមួយនឹងបងចេមីនទៀតដែរអញ្ចឹងហើយវាមិនចាំបាច់អីដែលបងហ្នឹងគឺត្រូវធ្វើអញ្ចឹងខណៈវិញក៏ចាប់ដើមខឹងមួយរំពេចហើយបានជារំលឹកពីចេមីនទៀតហើយបងតែងតែមកឆាឆាខ្ញុំគ្រប់ពេលក៏ព្រោះតែបងចេមីនមិនអញ្ចឹងឯងស៊ូហ៊ុនក៏ទម្លាក់ការខឹងក្រោធរបស់ខ្លួនរៀងចុះបន្តិចហើយក៏បាននិយាយថាគឺវាមិនមែនមកពីចេមីនទេនោះក៏ព្រោះតែយើងចង់នៅក្បែរនេះជាការពីមុនបើចាំកុហកអីបងគ្រាន់តែចង់ធ្វើទុកបុកម្នេញខ្ញុំប៉ុណ្ណោះហើយខណៈវិញក៏បានបដិសេធឡើងលឿនចង់នៅក្បែរខ្ញុំមែនហើយចុះពេលដែលខ្ញុំត្រូវការបងតើបងនៅទីនេះអត់ហេតុអីបានជាបងក៏ទៅត្រឡប់មកវិញនៅពេលនេះគឺខ្ញុំលែងត្រូវការបងទីហើយវាចាប់តាំងពីពេលដែលបងបានចាក់ចេញពីខ្ញុំអស់រយៈពេល7ឆ្នាំជីវិតរបស់ខ្ញុំក៏ត្រូវលុបវត្តមានរបស់បងគឺលែងមានសោះសំបីតែបន្តិចសិនជាបងគិតថាពួកយើងអាចនឹងដូចដើមវិញសូមបងជប់សម័យហើយក៏ព្រោះតែខ្ញុំគឺនឹងមិនត្រឡប់ដូចដើមវិញទេហួងស៊ីននេះរៀងអាណិតស៊ូហ៊ុនដែរស៊ូហ៊ុនវិញគឺរងគ្រោះតាំងពីដើមមកម៉ែអញ្ចឹងទៅណាគ្នាក៏នៅតែបន្តរងគ្រោះដដែលបើទោះបីជាបានខ្លួនគេក៏ដោយដល់ថ្ងៃដែលត្រូវមកមើលឃ្លាំងអាវ៉ាន់ដាអូនណាគឺកំពុងតែឈររងចាំរួមការងាររបស់ខ្លួនម្នាក់ដែលមានឈ្មោះថាមីនអាប៉ុន្តែមីនអាក៏បានផ្ញើសារមកប្រាប់ថាថ្ងៃហ្នឹងគឺគាត់ជាប់មានការប្រជុំជាបន្ទាន់អញ្ចឹងទៅក៏បានអនុផ្សេងមកជំនួសវិញហើយដែលបានមកចំនួនហ្នឹងគឺជាឈូសុងហ៊ុនកូនប្រុសរបស់អេដមីនដាអូនណាបានតែឈរស្លាងកាំងកិច្ចណាស់គឺជួបណាស់សុងហ៊ុនណាបានបបួលឲ្យគាត់គឺចូលទៅខាងក្នុងមកនៅលេវលផ្លឹកដល់អង្ការទៀតចូលមកដល់ខាងក្នុងពិភាក្សារឿងការងារហើយសុងហ៊ុនហ្នឹងក៏ព្យាយាមរកឱកាសរកពេលវេលាល្អដើម្បីនិយាយជាមួយដាអូនតាអញ្ញាមហាពេលល្ងាចជាមួយគ្នាបានអត់មើលតដាអូនដូចជាមិនចង់អញ្ចឹងឲ្យតែមើលកូនជាមួយគ្នាបានអត់រឿងថ្មីទៅមិនចេញបើសិនជាមិនពេញចិត្តទេទៅមើលការតាមពិព័រណ៍មិនដែរដាអូនក៏បានហៅជំនួយការជូសុងហ៊ុនណាគ្នាឡើងសែតខេងបានអនុញ្ញាតឲ្យគេនៅក្បែរមិនអញ្ចឹងហើយដាអូនក៏ឆ្លើយទាំងគំរោះគំរើយបើសិនជាហត់ពេកពិបាកពេកអាចឈប់ធ្វើនឹងបានណាអត់បានឌៀលលេងស្គាល់កូនឡើមិនអញ្ចឹងដាអូនតនអត់មានវត្តមានរបស់ស៊ូហ៊ុននៅទីនេះអាចឆ្លៀននិយាយជាមួយនឹងសុងហ៊ុនបានតែហេតុអីបានជាចាំបាច់ធ្វើគំរោះគំរើយដាក់គ្នាអញ្ចឹងគ្នាឡើងគួរអាណិតនៅពីមុខគេនិយាយឡើងគំរោះគំរើយដាក់គេតាមកាពិតទៅគឺពិតជាអាណិតគេខ្លាំងណាស់ប៉ុន្តែការដែលនៅឆ្ងាយគ្នាបែបនេះវាគឺជាជំរើសដ៏ល្អបំផុតថ្ងៃហ្នឹងជាថ្ងៃខួបរបស់ដាស៊ិលដាអូនណាក៏បានផ្ញើសារមកជូនបងប្អូនគាត់ពិតជាស្ដាយមែនទែនដែលគាត់រវល់គុំអីណាគឺគាត់នឹងទៅញ៉ាំអាហារជាមួយនឹងដាស៊ិលហើយប៉ុន្តែដាស៊ិលក៏កុហកបងថាអត់អីទេក៏ព្រោះតែគាត់ហ្នឹងក៏កំពុងតែដើរលេងជាមួយនឹងមិត្តភក្តិដែរហ្នឹងទាំងដែលការពិតទៅគឺលឿនមិនធ្វើការផាតថាមសោះបងហាមហើយហាមទៀតគឺអត់ស្ដាប់ទេកូនណាកំឡុងពេលដែលដាស៊ិលលើកម្ហូបអាហារយកមកឲ្យភ្ញៀវនឹងដែរក៏ស្រាប់តែមានភ្ញៀវម្នាក់ហ្នឹងមើលទៅដូចជាមិនពេញចិត្តសោះប្រហែលជាប្រឡាក់អីរបស់គាត់ឬមួយក៏មិនក៏មិនដឹងដែរប៉ុន្តែមើលទៅគាត់ដូចគ្មានហេតុផលសោះត្មងណាបើទោះបីជាដាស៊ិលគឺខំព្យាយាមសុំទោសយ៉ាងណាក៏ដោយដាស៊ិលភ័យខ្លាំងពេកក៏ថយមិនប្រយ័ត្នទៅប៉ះជាមួយនឹងអាទិអូហាហើយក៏បានធ្លាក់សភាធ្លាក់អីហ្នឹងគឺមកត្រូវដៃរបស់គាត់លបួសដៃមកខាងបានក៏លេមកមើលខាងដាអូនវិញសុងហ៊ុនណាគេចង់ស្នើខ្លួនថ្ងៃស្អែកគេមកជាមួយដែរអីចឹងណាប៉ុន្តែគឺដាអូនគឺបដិសេធឡើងលឿនថាមិនមែនជារឿងរបស់សុងហ៊ុនទេហើយដំណឹងដែលថាដាស៊ិលត្រូវចូលមន្ទីរពេទ្យហ្នឹងគេក៏បានបន្តិតងមកសួរដែរថាតាដាអូនហ្នឹងគឺជាបងប្រុសរបស់ដាស៊ិលមែនហើយត្រូវហើយគឺគាត់គឺជាបងរបស់ដាស៊ិលគ្រាន់តែបានដឹងដំណឹងថាប្អូនពេលនេះនៅក្នុងមន្ទីរពេទ្យគឺធ្វើឲ្យគាត់នឹងគឺភ័យឡើងញ័រដាអូនណាត់បានដើរសម្ដៅមកហូឡានប៉ុន្តែដៃរបស់គាត់ឡើងញ័រអត់ទៅហើយសុងហ៊ុនក៏បានស្នើខ្លួនថាគាត់គឺជាអ្នកបើកឡានឲ្យបើសិនជាទៅតាំងអញ្ចឹងវិញណាគឺអាចនឹងមានគ្រោះថ្នាក់ក៏ថាបានដែរចង់បញ្ចប់ក៏គ្មានចម្រើក៏សុកចិត្តឲ្យសុងហ៊ុនហ្នឹងគឺបើកឡានជូនគាត់មកតែម្ដងគាត់បានចូលមកដល់ហ្នឹងគឺស្ទុះវឹងវូចូលភ្លាមចូលមកដល់ខាងក្នុងមន្ទីរពេទ្យក៏
បានលឺប៉ែននិយាយថាគេបានតំណតំណងទៅបងប្រុសរបស់គេរួចហើយបានលឺអញ្ចឹងភ្លាមដាអូនណាគ្នាឡើងភ័យព្រោះមិនបានដឹងថាតើបងអូនណាជួបគ្រោះថ្នាក់អីគេមកឬក៏របួសធ្ងន់របួសស្រាលឡើយដាអូនណាបានបើកខែអ្នកជំងឺមើលប៉ុន្តែគាត់ក៏ធូរចិត្តខ្សែដោយសារតែម្នាក់ហ្នឹងគឺមិនមែនដាស៊ឺលទេអ្នកជំងឺផ្សេងហ្នឹងយើងក៏បានលឺសំឡេងមនុស្សម្នាក់ដែលយើងមិនចង់លឺព្រមទាំងដាអូនផងដែរដាអូនណាឡើងចម្លែកចិត្តហេតុអីបានជាបងដឹងថាដាស៊ឺលនៅទីនេះចេមីណាមិនបានឆ្លើយពីសំណួររបស់ដាអូនទេគ្រាន់តែប្រាប់ថាដាស៊ឺលគឺរងរបួសស្រាលទេក្នុងខណៈពេលដែលគេគឺកំពុងតែធ្វើការផាត់ថាមដាអូនណាក៏តែបានដឹងថាប្អូនរបស់ខ្លួនហ្នឹងគឺលួចធ្វើការផាត់ថាមនៅពេលហ្នឹងឯងដាស៊ឺលចេញមកតន់សភាពការហ្មងមានអីក៏ត្រូវបងរបស់ខ្លួនហ្នឹងគឺរ៉ាប់ឡាមកខ្សែបងប្រាប់ឲ្យប្រាប់ទៀតថាកុំឲ្យធ្វើការផាត់ថាមឲ្យគាត់តែไปរៀនហើយបានជាผมចេះស្ដាប់បងសោះអញ្ចឹងសងហៀណាក៏ឃើញមួយសារទៀតលើកមកណាគឺច្រឡោតដាក់ប៉ាឥឡូវនេះគឺច្រឡោតដាក់បងស្រីម្ដងចង់ឲ្យបងប្រាប់ឲ្យប្រហែលដងទៀតក្នុងខណៈពេលនេះគឺការសិក្សាគឺវាសំខាន់ជាងការងារក៏ប៉ុន្តែពេលហ្នឹងដាស៊ឺលក៏បានតមកដាស៊ឺលត្រូវការសេរីភាពដាអូនក៏និយាយថាចាំនៅពេលក្រោយបានតើអញ្ចឹងហេតុអីបានជាបងចាក់ចេញពីផ្ទះលឿនមែនចុះប៉ាគឺញៀននឹងលបែងរីឯម៉ាក់វិញក៏ដេកលើខែជប់ដែលមិនមានការងើបត្រឡប់មកវិញរីឯបងប្អូនវិញក៏តន្ទឹងចាំមើលតែផ្លូវបងគឺបានចាក់ចេញពីទីកន្លែងដែលគួរឲ្យរំខានទាំងអស់នោះប៉ុន្តែហេតុអីបានជាខ្ញុំមិនអាចទោះពេលដែលបងទទួលបានការងារល្អធ្វើបងក៏បោះបង់ពួកយើងចោលទុកឲ្យពួកយើងរស់នៅទីកន្លែងដ៏គំរក់មួយនោះតើវាពិតអស់លើអញ្ចឹងទៀតដាអូនគឺឡើងខឹងមែនតែនឯងចង់បានអញ្ចឹងមែនក៏បានចាប់ពីថ្ងៃហ្នឹងទៅឯងចង់ធ្វើអីក៏ធ្វើទៅពេលដែលគាត់បកមកក្រោយវិញក៏ឃើញថាសងហៀនកំពុងតែមើលគឺគាត់គឺពិតជាខ្មាស់សងហៀនមែនតែនវាក៏ជាពេលវេលាតែមួយដែលធ្វើឲ្យជេមីនជាមួយនឹងសងហៀនណាគឺបានឃើញមុខគ្នាទៅវិញទៅមកហើយពងអាចចង់ឃើញមុខគ្នាស្រាប់ផងមិនអញ្ចឹងឯងជេមីនបានហត់មកតាមដាអូនហើយក៏បានសុំឲ្យដាអូនហ្នឹងគឺចិត្តតិចហើយក៏ស្ដាប់គាត់បញ្យល់សិនដាស៊ឺលច្បាស់ជាមានហេតុផលអញ្ចឹងទៅបានជាធ្វើឲ្យនាងនិយាយអីឬមកក៏ធ្វើអីទាំងដែលមិនបានគិតហេតុអីចាំគាត់នឹងគឺនឹងទៅបញ្យល់ដាស៊ឺលប៉ុន្តែដាអូនវិញក៏បានបដិសេធជាមួយនឹងសំណើរបស់ជេមីនក៏សួរថាបើអញ្ចឹងដាអូនគាត់តែឆ្លើយថាវាគឺជាបញ្ហារបស់ខ្ញុំអញ្ចឹងឲ្យបងមកចាំមកខ្វល់ទេទុកឲ្យខ្ញុំដោះស្រាយវាដោយខ្លួនឯងឲ្យវាអញ្ចឹងឡើងកូនស្រីមានម្ដាយហ្នឹងហើយគឺជាអ្វីដែលម្ដាយចង់បានបំផុតគឺចង់ឲ្យកូនណាគឺបដិសេធជាមួយនឹងសំណើឬមកក៏ទង្វើល្អរបស់ជេមីនណាឡើងសង្ហាចិត្តដែរនឹងថាមកជួយគេតើប៉ុន្តែគេក៏បានបដិសេធងាកមកមើលស៊ូហនខូចចិត្តស្អិតទ្រូងញ៉ាំស្រាតែម្នាក់ឯងក៏បាននឹកពីពាក្យសម្ដីដែលដាអូនបាននិយាយការពីយុគនោះចង់នៅក្បែរខ្ញុំអញ្ចឹងចុះពេលដែលខ្ញុំត្រូវការបងតែបងនៅទីនេះអត់ហេតុអីបានជាទៅត្រឡប់មកវិញនៅពេលនេះបើសិនជាបងគិតថាតំណែងតំណងរវាងពួកយើងគឺវាអាចនឹងត្រឡប់ទៅដូចដើមវិញគឺបងជប់សម័យហើយក៏ព្រោះតែខ្ញុំគឺនឹងមិនត្រឡប់វិញទេអ្វីគ្រប់យ៉ាងគឺបានហូបពេលអស់ទៅហើយវាកន្លងផុតបាត់ទៅហើយព្រោះវាអស់រយៈពេលឡើង7ឆ្នាំកំពុងតែ stress ផងម៉ាក់ទេមកហើយក៏ល្អឡើងវិញណាម៉ាក់ខឹងជាមួយនឹងស៊ូហនមិនមែនតែម្ដងទេជាច្រើនលើកច្រើនសារទៅហើយដែលស៊ូហនហ្នឹងគឺតែធ្វើអញ្ចឹងក៏ព្រោះគម្រោយជាមួយគេគាត់តែយល់ព្រមជាមួយនឹងមនុស្សដែលគាត់បានរៀបចំឲ្យរៀបការមានគ្រួសារហើយក៏មកបន្តស្នងអំណាចពីប៉ាអញ្ចឹងតើវាអត់បានដែរមែនពិបាកណាស់មែនស៊ូហនក៏តបតម៉ាក់វិញការដែលខ្ញុំធ្វើត្រឡប់មកប្រទេសកូរ៉េវិញខ្ញុំមិនមែនត្រូវការក្រុមហ៊ុនអីទាំងអស់ហ្នឹងទេពួកយើងក៏ទៅបានដឹងអង្គការពិភាក្សា2នៅពេលដែលគាត់និយាយទូរស័ព្ទមួយម៉ាក់របស់គាត់ថាឲ្យទៅជួបគូណាត់នោះពេលហ្នឹងម៉ាក់របស់គាត់បាននិយាយថាឯងនៅតែតាក់ទងជាមួយនឹងអាម្នាក់នោះមែនម្នាក់ហ្នឹងគឺម៉ាក់គាត់ចង់សម្ដែងទៅលើដាអូនម៉ាក់របស់ស៊ូហនបានដឹងថាស៊ូហនទៅវាយមនុស្សម្នាក់ដើម្បីការពារដាអូនប៉ុន្តែប៉ារបស់គាត់គឺនៅមិនទាន់ដឹងនៅឡើយទេអញ្ចឹងហើយទៅបានជាម៉ាក់របស់គាត់ក៏បង្ខំឲ្យគាត់ហ្នឹងគឺទៅរៀននៅបរទេសប៉ុណ្ណឹងហើយតែនៅមិនទាន់គ្រប់គ្រាន់ទៀតមែនម៉ាក់បានប្រាប់ខ្ញុំថាបើសិនជាខ្ញុំចង់ការពារមនុស្សម្នាក់គ្រាន់តែខ្ញុំទៅរៀននៅបរទេសទៅគឺបានហើយនៅពេលដែលខ្ញុំត្រឡប់មកវិញអ្វីគ្រប់យ៉ាងគឺនឹងអូខេប៉ុន្តែហេតុអីបានជាអ្វីគ្រប់យ៉ាងហ្នឹងគឺបញ្ចប់ទាំងបែបហ្នឹងម៉ាក់ក៏សួរវិញម៉េចឯងចង់បន្តដេកអតីតកាលមែនដែលធ្វើឲ្យស៊ូហនខឹងខ្លាំងពេកក៏បោកទូរស័ព្ទឡើងបែកខ្ទេចមើលទៅអាការៈរបស់ស៊ូហនណាដូចរៀងធ្ងន់ធ្ងរហើយអត់ទេអ្វីគ្រប់យ៉ាងគឺវានៅមិនទាន់ចប់នៅឡើយទេគឺយើងអាចចាប់ផ្ដើមសាជាថ្មីបានទាំងដែលគេណាគឺបានប្រាប់ទៅហើយប៉ុន្តែនៅតែបន្តកុហកខ្លួនឯងបើយើងកលែងមកមើលខាងដាអូនវិញអង្គុយសុកក៏មានមនុស្សដែលមកចុចកណ្ដឹងផ្ទះរបស់គាត់ហើយម្នាក់នោះគឺជាប្អូនស្រីរបស់គាត់ដាស៊ឺលនិយាយទៅគឺដាស៊ឺលគឺមកសុំទោសបងដល់កន្លែងតែម្ដងក៏ព្រោះតែដឹងថាខ្លួនឯងថ្ងៃមកយើងឈុលមាត់ហើយក៏ខ្សេចខ្លាំងដាក់បងអីចឹងណាអូប៉ាឲ្យខ្ញុំសុំទោសចំពោះរឿងដែលខ្ញុំបានកុហកបងដែលខ្ញុំហ្នឹងគឺបានលួចទៅធ្វើការផាត់ថាមព្រមទាំងការនិយាយខ្លាំងរបស់ខ្ញុំមុននេះខ្ញុំដឹងថាបងបារម្ភពីខ្ញុំវាគឺជាកំហុសរបស់ខ្ញុំទាំងអស់ដាអូនវិញក៏មិនតាន់បាននិយាយអីដែរគ្រាន់តែហៅប្អូនឲ្យចូលទៅខាងក្នុងដោយសារតែនៅខាងក្រៅហ្នឹងគឺវាត្រជាក់ខ្លាំងពេកចូលមកដល់ខាងក្នុងដាអូនក៏បានហៀបរបស់ញ៉ាំហ្នឹងគឺយកមកឲ្យប្អូនហើយថែមទាំងចាប់អាហារឲ្យប្អូនទៀតផងនិយាយទៅគឺបងប្អូនគេទាំងពីរនាក់ហ្នឹងគឺជានាងគ្នាត្រឡប់មកវិញណាបងក៏សុំទោសឯងដែរដោយសារតែពេលនោះនៅពេលដែលបងទទួលទូរស័ព្ទភ្លាមដឹងថាឯងមានរបួសគឺវាពិតជាធ្វើឲ្យបងភ័យមែនតើគឺបងពិតជាបារម្ភភ័យខ្លាចនោះឯងគឺជាអ្វីដែលធ្វើឲ្យបងហ្នឹងណាគឺមិនអាចគិតអ្វីចេញបានត្រឹមតែស្ដីបន្ទោឯងស៊ឺឡាក៏ឆ្លើយទៅវិញតើបានហើយតើខ្ញុំដឹងពីចិត្តកម្រិតរបស់អូប៉ាយបើទោះបីជាអូប៉ាប្រាប់ខ្ញុំក៏ដោយញ៉ែបងប្អូនយើងស្រឡាញ់គ្នាអញ្ចឹងណាហើយនេះឯងគឺជាមូលហេតុដែលខ្ញុំហ្នឹងគឺស្រឡាញ់បងប្រុសស្រឡាញ់បងប្រុសប៉ុន្តែរាល់ថ្ងៃហ្នឹងគឺខ្ញុំមានប្អូនប្រុសដល់តែ3នាក់និយាយទៅខ្លួនឯងគឺជាបងគេហ្មងអត់មានបងប្រុសដូចក្តីប្រាថ្នាសោះពេលនោះដែរដាអូនក៏សួរពីមូលហេតុអីបានជាដៃទៅជាបែបហ្នឹងណាហើយដាស៊ឺលក៏ប្រាប់ទៅថាគាត់មានគ្រោះថ្នាក់កក្នុងពេលដែលគាត់គឺកំពុងតែបម្រើភ្ញៀវដាស៊ឺលក៏និយាយថា
ឧបាយចាណានិយាយទៅគឺគាត់ចង់និយាយថាគឺខ្ញុំមានរឿងចង់ប្រាប់បងវាតាក់ទងទៅនឹងឧបាជេមីនស្របពេលតែមួយដែលដាស៊ឺកំពុងតែនិយាយជាមួយដាអូនស្របពេលតែមួយហ្នឹងបានន័យថាពីស្ថានភាពផ្សេងគ្នាក្នុងពេលតែមួយណាអ្នកគ្នាជេមីនគឺបានយកលុយយកមកឲ្យអាប៉ែមួយដែលបានធ្វើបាបដាស៊ឺកាលពីថ្ងៃមិញបន្តមកក្នុងសាច់ការដែលដាស៊ឺកំពុងតែនិយាយជាមួយដាអូនខ្ញុំគិតថាឧបាជេមីនណាចម្លែកដោយសារតែកន្លែងដែលខ្ញុំធ្វើការគឺខ្ញុំអត់មានបានប្រាប់នរណាសូម្បីតែម្នាក់ប៉ុន្តែហេតុអីបានជាឧបាជេមីនស្គាល់កន្លែងដែលខ្ញុំធ្វើការហើយគាត់ក៏ស្រាប់តែបង្ហាញខ្លួនតស្ថានភាពតែម្ដងវាដូចជាគ្មានការចៃដន្យពេកដល់ថ្នាក់ហ្នឹងទេហើយឧបាគឺខ្ញុំគិតថាឧបាជេមីនគឺជាអ្នករៀបចំវាទាំងអស់និយាយទៅគឺឧបាជេមីនគឺនៅក្រោយអារឿងអាក្រក់ៗទាំងអស់ហ្នឹងអីចឹងណាដាអូនក៏ប្រកែកភ្លាមវាមិនអាចទេដោយដែលដឹងអញ្ចឹងគឺគាត់គឺតែងតែជួយពួកយើងមករហូតហើយវាអាចនឹងគ្រាន់តែជាការចៃដន្យដល់អញ្ចឹងទៅដាស៊ឺក៏សុំទោសទៅគឺប្រហែលជាមកពីគាត់នឹងគឺគិតច្រើនពេកហើយមកទៅអង្គុយញ៉ាំសុកដាស៊ឺក៏ស្រាប់តែនឹកឃើញរសួរបងទៀតឯងពាក់ព័ន្ធជាមួយនឹងសុងហ៊ុនមនុស្សដែលមកជាមួយនឹងបងមុនហ្នឹងក៏ប៉ុន្តែគាត់ក៏បដូរចិត្តលេងសួរវិញដាស៊ឺនេះខ្ជូតដែរតានេះអីចង់ឃើញមុខប្អូនប្រុសរបស់ដាអូនពីរនាក់ទៀតដល់ហើយក្រោយពីបានញ៉ាំអីជាមួយនឹងបងរបស់ខ្លួនរួចដាស៊ឺក៏បានផ្ញើសារទៅកាន់សុងហ៊ុនតើពួកយើងអាចជុំគ្នាមួយផ្លែតបានអត់ខ្ញុំគឺជាប្អូនស្រីរបស់ដាអូនដាស៊ឺឡាបានមកអង្គុយចាំសុងហ៊ុននៅក្នុងហាងកាហ្វេមួយកន្លែងសុងហ៊ុនណាក៏បានមកដល់ល្មមហាហើយពីរនាក់នេះស្គាល់គ្នាតាំងពីកាលឥឡូវយើងក៏មកមើលទៅថាពីរនាក់ហ្នឹងស្គាល់គ្នាដោយរបៀបម៉េចកាលពីថ្ងៃមិញនៅពេលដែលដាស៊ឺបានឆ្លោះគ្នាជាមួយនឹងដាអូនពីរនាក់នោះក៏បាននាំគ្នាត្រឡប់ទៅវិញចំពេលដែលកលិណបខេយិកាក៏បានសួររកពីអាណាព្យាបាលរបស់ដាស៊ឺដើម្បីគាត់ហ្នឹងគឺស្រួលណែនាំពីការលាងមុខរបួសក៏ប៉ុន្តែដាស៊ឺក៏បានប្រាប់ទៅថាអាណាព្យាបាលរបស់គាត់កើតបានមកទេដល់តែអញ្ចឹងទៅសុងហ៊ុនក៏បានស្នើខ្លួនធ្វើជាអាណាព្យាបាលរបស់ដាស៊ឺក៏សួរថាតើសុងហ៊ុនហ្នឹងគឺជាណាគេសុងហ៊ុនក៏ប្រាប់ទៅថាគាត់គឺជាមិត្តរួមការងាររបស់ដាអូនអញ្ចឹងណាសុងហ៊ុនណាគឺឡើងយកចិត្តទុកដាក់ស្ដាប់ជាមួយនឹងកលិណបខេយិកាបញ្យល់ហ្មងហើយដាស៊ឺវិញមើលទៅដូចជាអាយ៉ាដូចជាចូលចិត្តដែរអនាគតបងថ្លៃណាកូនក្រោយពីទទួលបានថ្នាំមកកញ្ចប់មកក៏បានមកប្រាប់គេពីរបៀបប្រើឬមកក៏ពីរបៀបញ៉ាំអីចឹងទៅនិយាយទៅគឺរស់រាយមែនតើហ្មងកុំប្រខ្ញុំការដែលខ្ញុំហៅឃើញលេខរបស់បងដោយសារតែបងគឺបានបំពេញឯកសារក្នុងឈ្មោះជាអាណាព្យាបាលរបស់ខ្ញុំហើយសុំតតដែលខ្ញុំបានហៅបងមកភ្លាមដាស៊ឺបានហត់លុយមកមួយកភ្លុះហើយក៏សួរថាតើការចំណាយអស់ប៉ុន្មានចាំគាត់នឹងគឺនឹងសងវិញសងហ៊ុនវិញក៏បានបដិសេធឡើងលឿនថាគាត់គឺមិនចង់បានលុយនឹងត្រឡប់មកវិញទេខ្ញុំអត់មានបងប្អូនទេហើយខ្ញុំចាត់ទុកដាស៊ឺគឺដូចជាបងរបស់ខ្ញុំអញ្ចឹងការដែលខ្ញុំជួយហ្នឹងក៏ព្រោះតែខ្ញុំហ្នឹងគឺចង់ជួយមិនបាច់សងលុយមកឲ្យខ្ញុំទេណាបើសិនជាមានអារម្មណ៍ថាទៅទាល់ចិត្តគ្រាន់តែចេញអានេះឲ្យខ្ញុំតែមួយកែវទៅគឺបានហើយលុយនេះក៏ទទួលយកទៅវិញដាស៊ឺក៏អូខេព្រមនឹងសំណើមួយហ្នឹងដល់អញ្ចឹងទៅគាត់ក៏បានយកលុយទៅទុកវិញនិយាយអញ្ចឹងតើបងចូលចិត្តបងប្រុសខ្ញុំមែនដែលធ្វើឲ្យគ្នាឡើងឆ្លក់តាឃើញអាការៈបែបហ្នឹងគឺដាស៊ឺគឺដឹងបាត់ទៅហើយដាស៊ឺក៏បន្តនិយាយដល់បងប្រុសរបស់ខ្លួនមួយសិនបងខ្ញុំគឺជាមនុស្សដែលចេះខ្លាំងណាស់ហើយខ្ញុំក៏គិតទៀតថាតើគាត់គឺជាបងរបស់ខ្ញុំដែរអត់នោះក៏ដោយសារតែបងដាអូនគឺជាមនុស្សម្នាក់ដែលមាត់ឆៅខ្លាំងណាស់តែគាត់ត្រូវនិយាយអីគឺគាត់និយាយហើយតែដែលមិនបានគិតពីអារម្មណ៍របស់អ្នកដទៃក៏ប៉ុន្តែពាក្យសម្ដីទាំងអស់នោះគឺគាត់គឺអត់បាននិយាយចេញពីចិត្តទេគឺគាត់គឺគ្រាន់តែនិយាយអត់ទៅហើយទេគាត់គឺជាមនុស្សម្នាក់ដែលចិត្តល្អហើយបើទោះបីជាគាត់ជាមនុស្សចេះក៏ដោយសូមបងកុំដោះដៃចោលគាត់កុំបោះបង់គាត់សូមបងគឺនឹងតស៊ូណាបើសិនជាបងចង់នៅក្បែរគាត់មិនយូរមិនឆាប់គឺបងរបស់ខ្ញុំគឺគង់តែបើកចិត្តដោយខ្លួនឯងអាយ៉ាប្អូនថ្លៃបើកដៃឯងតានេះអាការជេមីនណាដាស៊ឺអត់បើកដៃទេប៉ុន្តែសុងហ៊ុនវិញគឺដាស៊ឺបើកដៃចូលមកដល់កូនស្រីដាអូនរបស់អេដមីនវិញគឺគាត់គិតទៅដល់អាពេលដែលក្រាស់ហ្នឹងគឺបានឃើញពីសកម្មភាពដែលខ្លួនគឺកំពុងតែឈរឆ្លុះគ្នានៅក្នុងមន្ទីរពេទ្យជាមួយនឹងប្អូនស្រីបើសិនជាម្នាក់ហ្នឹងមិនមែនជាក្រាស់ហើយយើងដូចជាមិនសូវខ្មាស់ប្រហែលទេហើយកំពុងតែគិតដល់គេភ្លាមគឺគេបានមកដល់ល្មមខែខ្ញុំបាននិយាយហួចទេថាកុំឲ្យមកហើយបានចំណេះតែមកការដែលសុងហ៊ុនមកទីនេះគឺគាត់ចង់យករឿងរបស់ដាស៊ឺគឺយកមកប្រាប់ដាអូនគឺគាត់បានស្ដាប់ការណែនាំការពីម្សិលមិញចឹងទៅដាអូនក៏គួរតែដឹងដែររឿងហ្នឹងគឺខ្ញុំចេះចាត់ការដែលខ្លួនឯងមិនបាច់មកខ្វល់ទេហើយខាងនោះវិញក៏បានឆ្លើយតែមិនឲ្យគាត់ហ្នឹងគឺមិនខ្វល់យ៉ាងម៉េចហើយថៃការដែលធ្វើបែបហ្នឹងមើលមកខ្ញុំហ្នឹងគឺគួរអាណិតខ្លាំងណាស់មែនសុងហ៊ុនក៏បានបដិសេធថាវាមិនមែនចឹងទេក៏ប៉ុន្តែគឺខ្ញុំគិតថាវាគឺពិតជាគួរអាម៉ាស់ខ្លាំងមែនទែននិយាយទៅគឺពិតជាមានអារម្មណ៍ថាខ្លួនឯងគឺគួរអាណិតធម៌អីចឹងណាមានអីដែលគួរខ្មាស់អៀនការដែលខ្ញុំបានឲ្យជំនួយការជុំបានឃើញភាពទន់ខ្សោយរបស់ខ្ញុំគឺវាច្រើនជាងនឹងផងការសុំអង្វរលន់តួគឺខ្ញុំបានឲ្យជំនួយការជុំបានឃើញចំណុចទន់ខ្សោយរបស់ខ្ញុំជាច្រើនអញ្ចឹងក៏ឈប់ទៅក៏មិនបាច់ចាំព្យាយាមចង់នៅក្បែរខ្ញុំដល់ថ្នាក់នឹងដែរចុះបើសិនជាខ្ញុំមិនអាចបញ្ឈប់បានតែខ្ញុំគួរតែធ្វើម៉េចគឺខ្ញុំពិតជាស្អប់ខ្លួនឯងនៅពេលនេះមានអារម្មណ៍ថាខ្លួនឯងគឺគួរអាណិតធម៌ដល់ថ្នាក់ចង់ស្លាប់ទៀតក៏ប៉ុន្តែគឺខ្ញុំនៅតែមិនអាចបញ្ឈប់បានបើទោះបីជាខ្ញុំខំព្យាយាមធ្វើអីក៏ដោយព្រោះនៅដូចជាធ្លាក់នរកទាំងរស់គឺខ្ញុំធ្វើពុតជាអូខេនៅចំពោះមុខជំនួយការជុំប៉ុន្តែក្នុងចិត្តរបស់ខ្ញុំគឺបែកខ្ចាត់ខ្ចាយរលឺដូចជាកំទេចផេះខ្ញុំបាននិយាយថាខ្ញុំនឹងចាំចុះបើសិនជាជំនួយការជុំមិនមកវាគឺជាអ្វីដែលខ្ញុំខ្លាចខ្ញុំគឺពិតជាពិបាកនឹងបន្តទៅមុខទៀតខ្លាំងណាស់តើជំនួយការជុំអាចចូលចិត្តខ្ញុំវិញបានអត់
មិនថាទោះបីជាជំនួយការចុងសុំឲ្យខ្ញុំលាក់ខ្លួនខ្ញុំក៏នឹងលាក់ខ្លួនបើជំនួយការចុងមិនចង់ឃើញមុខខ្ញុំក៏សន្យាថាខ្ញុំគឺនឹងពួនឲ្យបាត់ខ្ញុំសុំតែម្យ៉ាងសុំវល់កុំទុកខ្ញុំចោលអីណាសុំជំនួយការចុងសន្យាជាមួយខ្ញុំបានអត់ថាជំនួយការចុងគឺនឹងមិនតាណាចោលខ្ញុំទេស្រីថ្មីជាបានបេះដូងមកទៅមិនថាទោះបីជាត្រូវឲ្យខ្ញុំចំណាយពេលយូរប៉ុណ្ណាក៏ដោយអូខេអត់ឲ្យតែអូនសប្បាយបងមិននៅខាងផ្លូវតែកុំឲ្យបងដឹងអូននៅគ្មានក្តីសង្ឃបងនឹងមិនអត់ទោសឲ្យគេម្នាក់នោះឡើយចង់បញ្ចប់ដាអូនក៏មិនបានហាស្ដីសំបីតែមួយម៉ាត់ទៅកាន់សង្ហ៊ានពីរអ្នកនឹងគឺឈឺចាប់ស្របគ្នាគឺឈឺទាំងសងខាងទឹកភ្នែកទាំងសងខាងស្រឡាញ់គ្នាក៏ប៉ុន្តែមិនអាចនៅក្បែរគ្នាលុះដល់ពេលដែលដាអូនត្រឡប់មកវិញគ្នាគឺពិតជាសម្រួលចិត្តសម្រួលកាយមែនតែនប៉ុន្តែលុះដល់ពេលសឡឹងទៅខាងមុខក៏ឃើញថាស៊ូហ៊ានក៏កំពុងតែរងចាំខ្លួនរួចជាស្រេចនិយាយទៅអត់បោះបង់មែនណាប៉ែស៊ូហ៊ាននេះហ៊ីកូនក្រៅខោគ្នាយើងមើលមកស៊ូហ៊ានថ្ងៃហ្នឹងដូចរៀងចម្លែកអត់មើលទៅដូចរៀង slow ដែរថ្ងៃហ្នឹងចង់និយាយអីក៏និយាយមកស្ងាយចាប់មុនពេលផ្ដើមសល់ដងហើមកុំដកចិត្តស្លាប់បើចាប់ប្រាប់ក៏មិនហេតុអីបានចោលវាមកខ្ញុំឯងបាននិយាយថាឯងនឹងទទួលបើសិនជាយើងឲ្យវាតែឯងតែខ្ញុំធ្លាប់និយាយនៅពេលតែស្ទើរឈួតចង់សួរគេទៅវិញប៉ុន្តែក៏នឹកឃើញថាខ្លួនឯងធ្លាប់បាននិយាយថាខ្លួននឹងទទួលបើសិនជាគេនឹងគឺនឹងតែងជាជាមួយនឹងឲ្យខ្លួនលាក់រូបអូនក្នុងចិត្តយូរហើយនៅក្នុងចិត្តរបស់យើងប្រាប់ឆ្លៀតបងអើមិនថាពីអតីតកាលឬមកក៏ពេលនេះស្និទ្ធស្នាលម្ចាស់បេះដូងរបស់យើងគឺនៅតែជាឯងតែគេក្លាហានគេសារភាពអូនមិនទាន់ទទួលបានចម្លើយពីដាអូនផងគឺស៊ុយហាណាក៏បានទាញចិញ្ចៀនដែលខ្លួនក្រងនឹងឲ្យគេហ្នឹងគឺយកមកពាក់ចូលដៃរបស់គេភ្លាមពួកយើងចាប់ផ្ដើមតាក់ទងគ្នាហើយបងសន្យាថាបងគឺនឹងមិនតាណាទៀតទេបងស្គាល់មុនចាញ់គេស្គាល់ក្រោយដាំច្រើនត្រើយបើសុំវល់កុំទុកខ្ញុំចោលអីណាអូនអាចខលរកបងគ្រប់ពេលវាសន្យាជាមួយនឹងខ្ញុំបានអត់ថានឹងមិនតាណាចោលខ្ញុំទេតាមយកអូនមកវិញតែបន្ទាប់ពីពេលដែលស៊ុយហាន់ពាក់ចិញ្ចៀនទៅឲ្យដាអូនក៏បាននឹកឃើញទៅដល់សង្ហាន់មនុស្សជាទីស្រឡាញ់នាពេលបច្ចុប្បន្នរបស់ខ្លួនដូច្នេះហើយដាអូនក៏សម្រេចចិត្តថាគឺគាត់គឺនឹងមិនបកក្រោយឡើយត្រឡប់ថយក្រោយបានទេឲ្យខ្ញុំសុំទោសគឺខ្ញុំបានសម្រេចចិត្តរួចហើយថាខ្ញុំគឺមិនបកក្រោយឡើយពេលវេលាជាច្រើនដែលវាបានកន្លងផុតវាក៏យឺតពេកក្នុងការត្រឡប់ដូចគ្នាការដែលយើងសោកស្ដាយក្នុងការបាត់បង់អ្វីមួយគឺវាពិតជាគ្មានប្រយោជន៍ទេមិនហ៊ានប្រាប់ឆ្លៀតបងអាប់រូបខ្ញុំនឹងមករត់កិច្ចតាទាំងអស់ស្ងាត់ស្ងាត់បងកុំសាំតែគេគឺខ្ញុំគេសារភាពអូនព្រមស្នេហ៍ខ្ញុំនឹងធ្វើតាមបេះដូងខ្លួនឯងជួយខ្ញុំបានខ្ញុំសូមអង្វរចង់ដណ្ដើមយកអូនមកវិញចិត្តស្រឡាញ់មិនទាន់បាត់បង់ចង់មិនចង់ដាអូនស្រឡាញ់សងហ៊ានអញ្ចឹងហើយពេលនេះគាត់តែចេញមកដល់ភ្លាមគាត់ក៏បានផ្ញើសារទៅសួរសងហ៊ានភ្លាមថាតើឥឡូវនៅណាជំនួយការជូក៏ប៉ុន្តែស៊ូហ៊ានក៏បានមកកញ្ឆក់ដៃជួបពេលវេលាមួយនេះហើយដែលស៊ូហ៊ានក៏បានលាតត្រដាងការពិតពាក់ព័ន្ធជាមួយនឹងជេមីនម៉េចឯងគិតថាយើងឈប់តាមឯងហើយអ្វីៗគ្រប់យ៉ាងគឺនឹងល្អមែនឯងភ្លេចមនុស្សសំណប់ចិត្តរបស់ឯងដែលជាស៊ីនជេមីនហើយអ្វីៗគ្រប់យ៉ាងគឺមិនមែនមកពីយើងទេគឺមកពីស៊ីនជេមីនទាំងរឿងការពី7ឆ្នាំមុនផាក់ចុងហ៊ុនដែលបានធ្វើចំពោះឯងព្រមទាំងការដែលយើងនឹងគឺត្រូវចាក់ចេញទៅហ៊ានណាបរទេសរឿងគម្រក់ទាំងអស់នោះគឺមកពីអាចង្រៃស៊ីនជេមីនទាំងអស់គឺអាចង្រៃស៊ីនជេមីនគឺជាអ្នករៀបចំហើយវាគឺជាអ្នកដែលនៅពីក្រោយខ្នងរឿងគ្រប់យ៉ាងព្រមទាំងទង្វើដែលផាក់ចុងហ៊ុនធ្វើបាបឯងកាលពី7ឆ្នាំមុនផងដែរគឺគេគឺជាអ្នកបញ្ជាស៊ីនជេមីនគឺជាអ្នកបញ្ជាដែលអូនណាស្ទើរតែមិនចង់ជឿជាមួយនឹងទីជារបស់ខ្លួនឯងដើមឡើយគិតចង់ជួយបដិសេធឲ្យគេទៀតប៉ុន្តែសម្លេងរបស់ប្អូនខ្លួនណាក៏បានខ្ទោឡើងពេញតិចជាជេមីនបានបង្ហាញខ្លួនចំពេលដែលខ្ញុំហ្នឹងគឺមានបញ្ហាល្មមហើយខ្ញុំគិតថាដូចជាវាមិនមែនជាការចៃដន្យពេកទេដឹងតើតែបានដឹងអញ្ចឹងហើយដាអូនក៏សម្រេចចិត្តថាផ្ញើសារមកកាន់ជេមីនដែលគាត់ណាគឺនឹងមកផ្ទះរបស់ជេមីនវិញបានដឹងថាដាអូនគឺនឹងមកអញ្ចឹងគឺទៅរៀបចំម្ហូបអាហារហ្នឹងគឺទុកសម្រាប់គេរួចជាស្រេចជេមីនកូនជាមនុស្សម្នាក់ដែលមើលទៅធិបពិតរបស់កូនដូចជាមិនមែនអញ្ចឹងទេប៉ុន្តែហេតុអីណាបានជាកូនស្រឡាញ់មនុស្សងប់ដល់ថ្នាក់ហ្នឹងគ្នាសប្បាយអមិនតិចទេណាពេលបានដឹងថាដាអូនហ្នឹងគឺនឹងមកផ្ទះរបស់ខ្លួនមើលទៅគឺធៀមមកយ៉ាងល្អិតល្អន់ទៀតផងដាអូនចូលមកដល់ភ្លាមជេមីនក៏បានហៅឲ្យប្អូនហ្នឹងណាគឺអង្គុយចុះសិនមកក៏ប៉ុន្តែមើលទៅទឹកមុខរបស់ដាអូនវាគឺជាបងមែនបងគឺជាអ្នកធ្វើចំពោះដាសុលថាអត់វាពិតជាបងមែនកំពុងតែនិយាយពីអីហ្នឹងដាអូនណារឿងរបស់ផាក់ចុងហ៊ុន
ព្រមទាំងរឿងរបស់បងស៊ូហ៊ុនដែលត្រូវទៅបរទេសតើវាគឺជាស្នាដៃរបស់បងទាំងអស់ត្រូវអត់ថើងអីវាជាស្នាដៃបងហេតុអីតើបងមិនបានត្រូវអនុញ្ញាតឲ្យធ្វើអញ្ចឹងទេហេតុអីនោះក៏ព្រោះតែបងស្រឡាញ់ឯងបងធ្វើគ្រប់យ៉ាងគឺដើម្បីឯងបងធ្វើទាំងអស់ហ្នឹងដោយសារតែស្រឡាញ់ខ្ញុំហ៎ដាអូនណាក៏ចង់បន្តនិយាយទៀតក៏ប៉ុន្តែចេមីនវិញក៏បានមកប្រខិតប្រខំដាអូនទាំងដាអូនហ្នឹងគឺខំព្យាយាមរុញចេញចង់ងាប់ទៅហើយគ្នាគឺខំព្យាយាមចេញនិយាយទៅគឺឲ្យចេមីនហ្នឹងគឺប៉ះបានសូម្បីតែមកបៀកហ្មងណាកម្លាំងខ្លួនមួយតួរបស់ដាអូនហ្នឹងគឺគាត់ហ្នឹងគឺរុញចេមីនហ្នឹងគឺសឹងតែទាំងអស់ទៅហើយប៉ុន្តែចេមីននេះគេនៅតែខំកគាត់តទៅបានទៀតណាឡើងកំហុសមកចំណិតបាទបើមើលទៅសភាពរបស់ចេមីនណាលក្ខណៈថារោគចិត្តធ្ងន់ធ្ងរតែម្ដងណាខ្ញុំអត់ចេះតែនិយាយលេងទេណាអ្នកគ្នាដោយសារតែភ័យខ្លាចខ្លាំងពេកដាអូនហ្នឹងគឺរៀបនឹងដាចេញប៉ុន្តែពេលហ្នឹងណាអ្នកគ្នាឲ្យខ្ញុំឡើងបុកពុះភឹបមែនតែនចេមីនបានហូតអាក្បិតដែលរៀបនឹងញ៉ាំអីហ្នឹងណាលេងយកមកកាន់នឹងដៃហើយលេងស្រាប់តែចិត្តឆៅមែនតើនិយាយទៅគឺចាក់ទម្លុះដៃរបស់ខ្លួនឯងនៅចំពោះមុខដាអូនអញ្ចឹងហ្មងវ៉េហេតុអីបានជាចេមិនហ៊ានធ្វើដល់ថ្នាក់ហ្នឹង What Oh my god ស្ទើរតែមិនគួរឲ្យជឿចាក់ដៃខ្លួនឯងឡើងឆៅព្រៀបបីដូចជាចាក់សាច់ជ្រូកទៅហើយដាអូនណាគ្នាបានធំតែមកគៀងបកមកមើលកាលពី7ឆ្នាំមុននៅពេលដែលស៊ុយហាន់ហើយនឹងដាអូននៅជាមួយគ្នាអាងការពីពេលហ្នឹងមើលទៅពីអ្នកគេហ្នឹងក៏គួរតែយល់ពីខ្លួនឯងថាខ្លួនឯងស្រឡាញ់គ្នាអីទៅវិញទៅមកអីអត់មានសងហីប៉ុណ្្នឹងឯងនៅមិនយល់ទៀតដាអូនវិញលួចមើលគេដល់ពេលដែលគេបើកភ្នែកតន់ទៅក៏ធ្វើជាជ្រក់ទឹកមាត់ស៊ុយហាន់ក៏សួរដាអូនតើមុខរបស់គាត់នៅចំណុចមួយណាដែលសង្ហាជាងគេខាងនោះវិញក៏បាននិយាយថាគាត់អត់មានបានមើលទេគាត់បានសម្លឹងទៅមើលចិញ្ចៀនតាទៅគេកន្លះលឿនហ្មងកូនស្រីដឹងតែគេមើលចិញ្ចៀនអញ្ចឹងខៃលោកគេចង់បានក៏បានហុចមកឲ្យប្អូនអីអញ្ចឹងណាក៏ប៉ុន្តែខាងនោះវិញក៏បានថាទេគេឆលេងសោះជឿមែនតើដាអូនក៏សួរពីតម្លៃចិញ្ចៀនហ្នឹងតើប្រមាណអត់ច្រើនប្រមាណផងគ្រាន់តែ10លានវ៉ុនអីហ្នឹងចំ10លានវ៉ុនណាអត់តម្លៃប្រមាណទៀតអូយម៉ាច់អញខ្លាចថាយើងនឹងឲ្យអញទិញចិញ្ចៀនថ្មីឲ្យយើងមែនខាងនោះវិញក៏បាននិយាយថាមានរឿងអីដែលគាត់ត្រូវទិញចិញ្ចៀនឲ្យវិញហ៎ហួយទៅដល់ពេលហើយរៀបនឹងដើរចេញក៏ស្រាប់តែស៊ូហានណាក៏បានមកកធប់ក្លៀនជាបើសិនជាយើងទិញចិញ្ចៀនឲ្យឯងតែឯងនឹងយកអត់ហ្នឹងហើយត្រង់ចំណុចមួយហ្នឹងហើយដែលថាកូនស្រីរបស់យើងរៀងសម័យមុនហ្នឹងបន្តិចហ៎អូនទៅឡើងគៀកមែនតើស៊ូហានណាអោនបំរុងនឹងទៅថើបដាអូនឯងតើនេះបើគៀកម្លឹងពេលហ្នឹងដាអូនគ្នារៀងអៀនផងម្យ៉ាងវិញទៀតក៏មានមនុស្សកំពុងតដើរមកតោះតែគេដាក់គៀកមែនតែនទើបស៊ុយហាន់ហ្នឹងក៏ព្រមងាកចេញពីដាអូនហើយអ្វីៗគ្រប់យ៉ាងក៏ស្ថិតនៅក្រោមកែវភ្នែករបស់ចេមីនដូចគ្នាចេមីនវិញក៏លួចស្រឡាញ់ដាអូនដែរខ្ញុំទំលាប់អាក្រមចាំផ្ដាំឈុកស្នេហ៍គេ